คือខាងក្រៅខ្ញុំអត់មើលទៅដូចនៅអង់គ្លេសទេហើយវីដេអូនេះខ្ញុំនឹងនាំអ្នកគ្នាទៅមើលប្រាសាទខាងក្រៅរបស់ខ្ញុំនេះដែលស្ថិតនៅក្នុងទីក្រុងបេងហ្កាឡូរូហើយវាគឺជាប្រាសាទមួយដែលមើលទៅវាមានអាកំបាំងហើយក្រៅប្រាសាទហ្នឹងគឺមានផ្កាមានសួនមានអីគឺគួរឲ្យចង់តាក់ទាញមែនតើហើយនោះគឺជាប្រាសាទឬក៏គេហៅថារាជវាំងបេងហ្កាឡូរូដែលជារាជវាំងរបស់ព្រះចៅបេងហ្កាឡូពីជំនាន់មុនណាអញ្ចឹងកុំឲ្យខាត់ពេកយើងទៅមើលបងប្អូនគ្នាថាខាងក្នុងទេសភាពយ៉ាងម៉េចដែរហើយវីដេអូនេះដែរខ្ញុំបានព្យាយាមយកវីដេអូមួយចំនួនមកបង្ហាញបងប្អូនអូខេ let's goនៅពេលដែលបានចូលមកខាងក្នុងព្រៃជ្រវាំងហ្នឹងមានអារម្មណ៍ថាដូចប្លែកចិត្តតែម្ដងប្លែកភ្នែកតែម្ដងដោយសារតែការរៀបចំតុបតែងដេក័រក្នុងព្រៃជ្រវាំងហ្នឹងមើលទៅគឺមើលទៅរស់រវើកតែម្ដងដូចជាផ្ទាំងគំនូរនិងស្នាមគេហៅថាបែបចម្លាក់ផ្សេងនិងរូបភាពផ្សេងដែលគូលើជាងហ្នឹងគឺមើលទៅដូចវាច្នៃប្រឌិតមែនតើហើយក៏ដូចជាផ្ទៃរាជវាំងទាំងមូលគឺមានអារម្មណ៍ថាដូចអង់គ្លេសមែនតើដូចមែនតើហើយក៏បានឃើញរូបតែគេដាក់តាំងណារូបមានរូបសាច់អង់គ្លេសចំនួនមុនច្រើនដែរហើយមូលហេតុនេះបានជាប្រាសាទទាំងអស់ហ្នឹងមានរូបរាងដូចជាប្រាសាទរបស់អង់គ្លេសម្លេះបើមើលទៅដូចប្រាសាទគេហៅថា Windsor ណាគំរូតាមប្រាសាទ Windsor របស់ចក្រភពអង់គ្លេសហើយនឹងបែបលីឥណ្ឌាមួយចំនួនដោយសារតែឥណ្ឌាកាលមុនគ្រប់គ្រងដោយអង់គ្លេសអញ្ចឹងជំនាន់មុននៅឥណ្ឌារដ្ឋផ្សេងៗនៅឥណ្ឌាហ្នឹងគឺមានស្ដេចមួយអង្គផ្សេងៗគ្នាហើយស្ដេចប្រជាធិបតេយ្យបេងហ្កាឡូរូហ្នឹងទៅបានបង្កើតរាជវាំងនឹងឡើងក៏ដូចជាស្នាក់នៅនឹងតែសារតែក្រុមអាណានិគមអង់គ្លេសណាអញ្ចឹងក៏មានការធ្វើបដិវត្តផ្សេងរហូតដល់មានការកសាងនឹងឡើងក៏ដូចជានៅពេលដែលអង់គ្លេសទៅវិញក៏សម័យរាជវង្សរបស់ឥណ្ឌាហ្នឹងក៏ត្រូវបានលុបបំបាត់ចោលវិញអញ្ចឹងហើយវាបន្សល់ទុកនៅដូចជាសារមន្ទីរដ៏ធំមួយរាជវាំងហ្នឹងទុកឲ្យជាទេសចរបានចូលទស្សនាហើយជាពិសេសអ្នកដែលគាត់ចូលចិត្តថតរូបណាបានចូលមកថតនៅខាងមុខរាជវាំងហ្នឹងគឺមើលទៅយើងអត់បែរថានៅឥណ្ឌាទេគេច្រឡំស្រួលគេច្រឡំថាយើងនៅអឺរ៉ុបទៀតភាសាមើលទៅដូចនៅអង់គ្លេសមែនតើអញ្ចឹងខ្ញុំក៏បានថតពីបេប៉ុសទុកមើលដែរហើយអរគុណសម្រាប់ការទស្សនា